ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែកម្លែកទាក់ទងជាមួយសកម្មភាពចាំថ្ងៃរបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាទុកជាការកម្សាន្តហើយថ្ងៃនេះផងដែរយើងបាននាំគ្នាសារការគ្នាដើម្បីមកដាំអាឡឹកមានទាំងក្មេងមានទាំងតូចហើយអាឡឹករបស់គេដាំនៅរាប់សតាប៉ុន្តែសម្រាប់ពួកខ្ញុំដាំនេះគឺត្រឹមតែ200គូទេមានទាំងបាយកបោផងប្រើជីទ្រាប់បាតនិយាយពីគ្នាវិញឡើងសកម្មឡើងច្រើនមានទាំងតូចមានទាំងធំមានទាំងក្មេងហើយនេះជាជីទ្រាប់បាតដែលយើងយន្តធ្វើជាទូទៅជីទ្រាប់បាតគេប្រើវាគឺទុកមុនរយៈពេល 2-3 ថ្ងៃឬក៏មួយអាទិត្យដើម្បីវាកាច់ប៉ុន្តែសម្រាប់ពួកខ្ញុំនេះអត់មានពេលទេយើងមានពេលតែមកល្ងាចហ្នឹងឯងសម្រាប់ដាំអាឡឹកអញ្ចឹងគឺកបោក៏ដូចគ្នាចាក់ថ្ងៃហ្នឹងដាំថ្ងៃហ្នឹងគឺបំពេញច្បាប់របស់បំពេញច្បាប់របស់កសិកម្មនេះអូនតូចនេះក៏មកជួយដាំដែរការងាររបស់គេហើយនេះកូនអាឡឹកដែលយើងត្រូវដាំគឺវាថ្លោសល្អយើងបដោះរៀបចំដីបានត្រូវគឺកូនរបស់វាគឺថ្លោសស្អាតអញ្ចឹងហើយនេះយើងអាចមើលបានកាលណាកូនអាឡឹកដែលវាមានវាមានសភាពបែបហ្នឹងគឺវាដាំទៅគឺវាឈ្នះជំងឺចាប់ធំលូតលាស់បានល្អហើយនេះអ្នកដាំម្ចាស់អាឡឹកគឺគេរំពឹងថាមួយដើមអាចទទួលបានផលគឺគេទុកប្រហែល2ផ្លែហើយមួយផ្លែគេគិត2គីឡូអញ្ចឹងគេគិតចុះគិតឡើងគេថាមួយដើមគេយកទៅ20000ឯងហើយគោលដៅរបស់គេគឺដាំអាឡឹក200គុំហ្នឹងដើម្បីយកលុយបុកអណ្ដូងដាំអីផ្សេងតទៅទៀតនិយាយពីគំនិត business សាហាវហើយនេះយើងបានយកវាមកដាំហើយគឺដកចេញពី tray វាហើយយើងយកមកដាំទៅដល់ក៏ទាំងប្រុសទាំងស្រីទាំងធាត់ទាំងស្គមធ្វើជា BA ដាំអាឡឹកធ្វើជា BA ផ្លែអាឡឹកអស់ហើយសកម្មភាពរបស់យើងនេះធ្វើគឺរយៈពេល1ថ្ងៃហើយជាទូទៅការងារគឺគេចុះម៉ោង2តែពួកខ្ញុំម៉ោង2ក្តៅម៉ោង4បញ្ចប់ដើមធ្វើគេលើករងគេដាក់ចំបើងតែពួកខ្ញុំកាយកក់ដៅទាញខ្សែដាក់បន្ទាត់ដាំយកមកសកម្មភាពរបស់យើងនេះគឺវាសប្បាយម្យ៉ាងដែរវាប្លែកដែរហើយយើងកំពុងតែតាមដានវាតទៅមុខទៀតចាំមើលតើវាចេញលទ្ធផលជាយ៉ាងណាហើយបើសិនជាលទ្ធផលវាយ៉ាងណាពួកយើងនឹងអាប់ដេតធ្វើវីដេអូបន្តទៀតដើម្បីចែកជូនអ្នកទាំងអស់គ្នាតាមដានអរគុណកូនគ្រូហៅណែបងយកផ្លែ3ទេមួយដើមផ្លែ1 2គីឡូអូខេ3ហ្នឹងវាបាន6គីឡូទេអូខេបើយើងចាំមានអ្នកនៅចិត្តពីកាយចេញទៅពីកាយទៀតមើលប៉ាខ្ញុំចាក់1 ឡាន 20000មកដល់ខ្ញុំចាក់1 ឡាន 16000យូរទៅកូនញ៉ាំឡានប៉ុណ្្នឹងគ្នាហើយខ្ញុំចាក់បងលុះទៀត